មជូននីតិយល់ដឹងអំពីសិលធម៌សង្គមចាលោកអ្នកនាងស្ដាប់ជាទីមេត្រីនៅពេលនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់នៅនីតិសិលធម៌សង្គមស្ដីពីបញ្ហាផ្លូវព្រះធម៌ក៏ដូចជាបញ្ហាសង្គមកម្ពុជាបច្ចុប្បន្នចាថាតើហេតុអ្វីបានជាមនុស្សរស់នៅក្នុងសង្គមបច្ចុប្បន្នឆាប់ទទួលនូវភាពក្រេវក្រោធខឹងច្រឡោតអស្មិមានៈរហូតឈានដល់ការប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមកយ៉ាងណានោះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ការសាកសួររវាងលោកសុវណ្ណរិទ្ធីជាមួយនឹងព្រះដេចគុណខូសកុន្ធីមានខ្លឹមសារដូចតទៅបាទជំរាបសួរប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ជាទីមេត្រីនេះជាលើកទី2ហើយដែលវិទ្យុខ្មែរប៉ុស្តិ៍បានការអញ្ជើញនិមន្តចូលរួមពីព្រះភិក្ខុខូសកុន្ធីបច្ចុប្បន្នព្រះជគុណគង់នៅក្នុងទីក្រុងភ្នំពេញដើម្បីចូលរួមពិភាក្សាពីបញ្ហាផ្លូវព្រះធម៌ក៏ដូចជាបញ្ហារបស់ប្រជាពលរដ្ឋកម្ពុជានៅបច្ចុប្បន្ននេះឥឡូវនេះព្រះជគុណខូសកុន្ធីបាននិមន្តមកដល់ស្ទីឌីយោវិទ្យុខ្មែរប៉ុស្តិ៍នៅទីក្រុងភ្នំពេញហើយមុននឹងចូលទៅនឹងសំណួរគណៈសូមក្រាបថ្វាយបង្គំព្រះជគុណបាទសូមចម្រើនពរញោមសុវណ្ណរិទ្ធីណានេះជាលើកទី2ហើយដែលវិទ្យុខ្មែរប៉ុស្តិ៍បានជួបធ្វើកិច្ចសម្ភាសជាមួយនឹងទីគុណហើយជាបន្តគណៈសូមលើកជាសំណួរទូលសួរទៅព្រះជគុណថាបច្ចុប្បន្ននេះគេបានសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរយើងនឹងមានអារម្មណ៍មានស្មារតីហាក់បីដូចជាឆាប់ឆេវឆាវឆាប់ខឹងឆាប់ច្រឡោតអីផ្សេងៗហ្នឹងហើយរហូតដល់ការច្រឡោតការឆាប់ខឹងហ្នឹងហើយបង្កឲ្យទៅជារឿងបង្ករបួសស្នាមអីផ្សេងៗជាដើមហ្នឹងកណាទូសួរតែគុណថាចេះតើហេតុអ្វីបានជាសង្គមខ្មែរដែលធ្លាប់តែមានអរិយធម៌រុងរឿងហ្នឹងបែរជាប្រកាន់យកភាពហិង្សាភាពមីនះភាពដែលឈ្លានេះគ្នាទៅវិញទៅបាទគណៈព្រោះជាដំបូងសូមចម្រើនពរដល់ញាតិញោមប្រជាពុទ្ធបរិស័ទខ្មែរទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសព្រោះដែលជាអ្នកតាមដានស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ព្រោះហើយពាក់ព័ន្ធទៅនឹងសំណួររបស់ញោមសវណ្ណរិទ្ធីស្ដីអំពីបញ្ហាមូលហេតុនៃកំហឹងឬថាភាពឆេវឆាវរបស់ជនជាតិខ្មែរហ្នឹងវាមានប្រវត្តិរបស់វាព្រោះតាមការសង្កេតរបស់អាត្មាផ្ទាល់បញ្ហាប្រវត្តិសាស្ត្រឬថាសង្គ្រាមគឺជាឥទ្ធិពលមួយដ៏ធំនៅពេលដែលយើងនិយាយអំពីបញ្ហាសង្គ្រាមញាតិញោមទាំងអស់គឺសុទ្ធតែធ្លាប់បានឆ្លងកាត់ពីបញ្ហាទុក្ខវិបត្តិទាំងអស់នេះអញ្ចឹងអាត្មាសូមមិននិយាយអំពីសង្គ្រាមដែលមានរាប់រយឆ្នាំមកហើយទេគឺយើងចាប់ផ្ដើមនិយាយតែពីបញ្ហាវិបត្តិសង្គ្រាមក្រោយសម័យអាណានិគមបារាំងអញ្ចឹងក្រោយសម័យអាណានិគមបារាំងក៏ញាតិញោមបានឆ្លងកាត់សង្គ្រាមនេះដែរដោយអាត្មាសូមមិនបាច់រៀបរាប់នៅក្នុងឆ្នាំ1970ដល់75ក៏ជាពេលវេលាដែលខ្មែរយើងមានសង្គ្រាមក្រោយពីឆ្នាំ1975ដល់79ក៏យើងមានសង្គ្រាមក្រោយពីឆ្នាំ1979រហូតដល់បច្ចុប្បន្ននេះយើងមានសង្គ្រាមដោយអាវុធផងសង្គ្រាមផ្នែកសង្គមផងសង្គ្រាមចិត្តសាស្ត្រផងសង្គ្រាមសេដ្ឋកិច្ចផងសង្គ្រាមការរស់នៅរបស់មនុស្សនិងមនុស្សផងព្រោះអញ្ចឹងបញ្ហាសង្គ្រាមទាំងអស់នេះដែលជាឥទ្ធិពលមួយប៉ះពាល់ដល់រាងកាយប៉ះពាល់ដល់ចិត្តគំនិតឬថាចិត្តនឹងតែម្ដងព្រោះអញ្ចឹងនៅពេលដែលយើងនិយាយអំពីសង្គ្រាមដែលមានប៉ះពាល់ដល់រាងកាយអញ្ចឹងអាត្មារំលឹកដល់មុខវិជ្ជាមួយស្ដីអំពីមនុស្សហ្នឹងគឺភាសាខ្មែរយើងហៅថានរវិទ្យាហ្នឹងយើងអាចថាមនុស្សវិទ្យាក៏បានឬថានរវិទ្យាក៏បានអញ្ចឹងតើតោងនឹងនរវិទ្យានេះគឺអាត្មាសង្កេតឃើញគេបានលើកឡើងអំពីបញ្ហាពន្ធុឬថាពន្ធុកម្មព្រោះពន្ធុកម្មនេះគឺបានន័យថាគឺជាពូជពងព្រោះហើយពន្ធុកម្មហ្នឹងតាមអ្នកសិក្សាខាងផ្នែកនរវិទ្យាលោកលើកឡើងមកថាបណ្ឌកម្មហ្នឹងគឺជាប្រជុំឬមួយថាជាទីប្រមូលផ្ដុំរបស់ហ្សែនឬថាហ្សែនហ្នឹងឬអំបូរអញ្ចឹងបញ្ហាទាំងអស់នេះអាត្មាចង់បញ្ជាក់ជូនថានៅក្នុងកម្រិតដែលយើងឆ្លងកាត់នៅអាវុធជាតិផ្ទុះជាច្រើនភាពអត់ឃ្លានជាច្រើនដែលទទួលដោយសារវិបត្តិនៃសង្គ្រាមហ្នឹងយើងបង្កើតទៅជាចរន្តនៅក្នុងចិត្តមួយដែលពោពេញទៅដោយសេចក្តីអត់ឃ្លានពោពេញទៅដោយភាពឆេវឆាវក្រេវក្រោធឬមួយកំហឹងយើងហៅម្យ៉ាងទៀតថាជាកំហឹងអាហ្នឹងហើយវាអាចបង្កើតទៅជាប្រពៃណីឬមួយទៅជាវប្បធម៌ប្រចាំជីវិតរបស់ខ្មែរយើងដល់ពេលដែលវប្បធម៌បង្កើតទៅជាវប្បធម៌ប្រចាំជីវិតហ្នឹងហើយដែលធ្វើឲ្យយើងហ្នឹងមានលក្ខណៈរស់នៅរបៀបមនុស្សមានកំហឹងជាមនុស្សរស់នៅក្នុងរបៀបតម្រូវការ
ហើយតម្រូវការនឹងទៀតបើសិនជាយើងចេះគោរពតម្រូវការអ្នកដទៃហ្នឹងវាមិនជាបញ្ហាទេក៏ប៉ុន្តែតម្រូវការរបស់យើងនឹងឈានទៅដល់ការបំពានលើតម្រូវការរបស់អ្នកដទៃទៀតជារឿងធម្មជាតិដែលអាត្មាបានស្ដាប់ការអធិប្បាយរបស់ព្រះតេជគុណហែមជីវនៅក្នុងសម័យអាណានិគមបារាំងលោកបានលើកនៅគោលធម៌របស់ពុទ្ធសាសនាហ្នឹងគឺអកុសលមូល3យ៉ាងគឺលោភៈទោសៈមោហៈហ្នឹងគឺជាសម្បត្តិធម្មជាតិរបស់មនុស្សគ្រប់គ្នាដូច្នេះយើងជាមនុស្សគួរតែស្វែងយល់ពីគ្នាទៅវិញទៅមកតើយើងត្រូវការអីអ្នកដទៃត្រូវការអីអញ្ចឹងលោភៈទោសៈមោហៈនេះគឺមាននៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នាដូច្នេះគឺយើងត្រូវធ្វើការស្វែងយល់ហើយធ្វើការយកយល់អធិស្ឋានឲ្យគ្នាទៅវិញទៅមកដោយយើងសំអាងថាអកុសលមូលឬថាលោភៈទោសៈមោហៈនេះគឺជាធម្មជាតិរបស់មនុស្សគ្រប់គ្នាអញ្ចឹងបើកាលណាយើងស្វែងយល់អំពីបញ្ហាតម្រូវការឬថាធម្មជាតិរបស់មនុស្សយើងដែលកើតមកមានលោភៈទោសៈមោហៈដូចគ្នាហ្នឹងហើយគឺយើងត្រូវតែមានធម៌មេត្តាសង្គ្រោះគ្នាទៅវិញទៅមកព្រោះបើកាលណាយើងគ្មានធម៌មេត្តានេះនៅក្នុងចិត្តទេគឺបញ្ហាសង្គមយើងមិនអាចដំណោះស្រាយបានទេអាត្មាតែងតែគិតថាច្បាប់ដ៏កំពូលឬច្បាប់ដ៏មានឥទ្ធិពលហើយច្បាប់ដែលមានយុត្តិធម៌បំផុតគឺការប្រព្រឹត្តល្អរបស់មនុស្សបើកាលណាមនុស្សមិនមានការប្រព្រឹត្តល្អទេច្បាប់វាអត់មានតម្លាភាពទេហើយច្បាប់ហ្នឹងក៏វាអត់យុត្តិធម៌ច្បាប់ហ្នឹងក៏អត់មានប្រសិទ្ធភាពដែរអញ្ចឹងជាក់ស្ដែងនៅក្នុងសង្គមបច្ចុប្បន្នរបស់យើងនេះដែលយើងសង្កេតឃើញថាអ្នកមានអំណាចរំលោភលើអ្នកទុនខ្សោយអ្នកទុនខ្សោយរំលោភចំពោះអ្នកទុនខ្សោយផ្សេងៗទៀតអញ្ចឹងវាការរំលោភបំពានគ្នាហ្នឹងគឺវាការតគ្នាដោយសារតែយើងគ្មានសិលធម៌ចេញអំពីក្នុងចិត្តអញ្ចឹងច្បាប់របស់មនុស្សដែលរស់នៅបានដោយសុខសន្តិភាពជាមួយគ្នាហ្នឹងគឺដោយសារតែយើងមានការអប់រំផ្លូវចិត្តបានល្អបើកាលណាយើងខ្វះការអប់រំផ្លូវចិត្តទេគឺបញ្ហាវាអត់ចេះចប់ទេព្រោះនិយាយអំពីបញ្ហាកណាសូមអរគុណព្រះតេជគុណកណាបើមិនជាយើងនិយាយពីប្រជាពលរដ្ឋដែលថាមានវ័យចំណាស់ហ្នឹងគាត់អាចនឹងថាមានអារម្មណ៍ឆេវឆាវអីហ្នឹងដោយសារតែគាត់បានឆ្លងកាត់សង្គ្រាមជាច្រើនដំណាក់កាលមានអ្នកខ្លះឆ្លងកាត់រហូតដល់5ចំនួនហ្នឹងក៏មានដែរប៉ុន្តែសម្រាប់យុវជនសម័យបច្ចុប្បន្ននេះត្រាប់តែគាត់អត់មានបានឆ្លងកាត់សង្គ្រាមទេដូចក្រោយពីសម័យឆ្នាំ1993ក្រោយការបោះឆ្នោតអីហ្នឹងត្រាប់តែគាត់ហ្នឹងក៏មានអារម្មណ៍ឆេវឆាវអីចឹងដែរហ្នឹងតែត្រង់តើព្រះតេជគុណមើលឃើញបែបណាវិញដែរបាទណាសូមអរគុណពីបញ្ហានេះដោយស្មាបានជម្រាបពីខាងដើមមកហើយថាពន្ធទុកហ្នឹងគឺបានន័យថាពងឬមួយក៏អំបោអញ្ចឹងទោះបីជាក្មេងចំនួនក្រោយនេះមិនបានកើតទាន់នៅក្នុងសង្គ្រាមយ៉ាងណាក៏ដោយក៏ប៉ុន្តែយុវជនបច្ចុប្បន្ននេះក៏គឺជាកូនរបស់អ្នកដែលធ្លាប់ឆ្លងកាត់សង្គ្រាមហ្នឹងដែរដោយស្មាបានជម្រាបពីខាងដើមមកថាមនុស្សមានកំហឹងគឺជាវប្បធម៌ហ្នឹងវប្បធម៌ហ្នឹងបង្កើតទៅជានិស័យគឺជាប្រភពនៃបន្ទុកកម្មនឹងឯងព្រោះជាប្រភពនៃកោសិកានឹងឯងអញ្ចឹងវាអាចនឹងទទួលឥទ្ធិពលអំពីកោសិកាពីឪពុកម្ដាយដែលធ្លាប់ឆ្លងកាត់សង្គ្រាមហ្នឹងហើយបង្កើតទៅជានិស័យដែលពាក់ព័ន្ធទៅនឹងបញ្ហាកំហឹងនឹងឯងព្រោះកណាចុះអាចមានស្ថានភាពអ្វីផ្សេងទៀតទេមកចូលពាក់ព័ន្ធដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ននេះមានស្ថានភាពដូចជាហាក់បីដូចសង្ឃស័យភាសាគ្រប់គ្នាហ្នឹងព្រោះជាការពិតហ្នឹងគឺមានហ្នឹងគឺវាអាចកើតឡើងដោយមានហេតុផលមួយចំនួនដូចខាងក្រោមផងទី1អាចបណ្ដាលមកពីបញ្ហាកង្វះខាតនៅបញ្ហាសេដ្ឋកិច្ចផ្គត់ផ្គង់គ្រួសារឬថាសេដ្ឋកិច្ចសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅផ្ទាល់ខ្លួនហើយទី2អាចបណ្ដាលមកពីបញ្ហាការប្រើប្រាស់នៅសារជាតិញៀនផ្សេងៗដូចជាស្រាបារីឬមួយក៏អាភៀនឬមួយក៏សារជាតិញៀនដែលវាគ្រោះថ្នាក់ផ្សេងៗទៀតដូចជាយ៉ាបាជាដើមព្រោះអាហ្នឹងគឺជាឥទ្ធិពលមួយដ៏ធំដែលអាចធ្វើឲ្យយុវជននឹងបាត់បង់ស្មារតីធ្វើឲ្យសង្គមជាតិនឹងវង្វេងព្រោះដូចជាយើងបានឃើញជាក់ស្ដែងថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះគឺបណ្ដាលមកទី1អាចមកពីអ្នកបើកបរហ្នឹងប្រើប្រាស់គ្រឿងស្រវឹងហ្នឹងវាហួសកម្រិតហើយនៅពេលដែលគាត់ប្រើប្រាស់គ្រឿងស្រវឹងហួសកម្រិតចឹងទៅគាត់ធ្វើឲ្យគាត់ហ្នឹងបាត់បង់នូវភាពជាម្ចាស់ការនៃការបញ្ជាឬយានយន្តផ្ទាល់ខ្លួនរបស់ខ្លួនគាត់អញ្ចឹងព្រោះហើយរឿងផ្សេងទៀតតែប៉ុន្តែអាត្មាសូមមិនលើកយកពីបញ្ហាផ្សេងទៀតទេគ្រាន់តែថាចង់ចំណុចយកបញ្ហាការប្រើប្រាស់គ្រឿងស្រវឹងហ្នឹងជាចំណុចគោលនៅក្នុងពេលនេះព្រោះកណាអរគុណចុះហេតុអ្វីក្រែងយើងដឹងឲ្យថាគ្រឿងញៀនគ្រឿងស្រវឹងអីហ្នឹងបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែរហ្នឹងធ្លាក់ចូលទៅក្នុងអំពើបាយមុខផ្សេងដូចជាខ្សែគ្រឿងញៀនហើយធ្វើឲ្យមានបញ្ហារហូតដល់គ្រោះថ្នាក់ចរាចរណ៍យើងដឹងហើយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នហ្នឹងគឺឈានដល់ចំណាត់ថ្នាក់លេខ1ហើយចុះហេតុអ្វីបានជារដ្ឋាភិបាលហាក់បីដូចជាមិនអើពើមិនមានវិធានការទប់ស្កាត់សោះត្រង់ចំណុចនេះតើលេខគុណបានមើលឃើញយ៉ាងម៉េចណាអាត្មាបានសង្កេតមើលពីបញ្ហានេះក្នុងរយៈពេលហ្នឹងគួរសមដែរព្រោះអាត្មាប្រហែ
បានថាជាមួយខែនេះស្មារតីសង្កេតឃើញគ្រោះថ្នាក់ចរាចរណ៍នៅទីកន្លែងផ្សេងៗដែលមានសភាពធ្ងន់ធ្ងរហ្នឹងរដ្ឋាភិបាលហ្នឹងគាត់បែរទៅជាមិនចាត់វិធានការទៅតាមនីតិវិធីឬតាមរបៀបនៃការអប់រំទេតែគាត់បែរទៅជានិមន្តប្រសង់ទៅសូត្រដេញខ្មោចរំដោះគ្រោះទៅតាមទីសាធារណៈដែលថាជាកន្លែងមានគ្រោះថ្នាក់ចរាចរណ៍នេះជាដើមតាមពិតនេះជាសកម្មភាពមួយដែលទុយទៅនឹងទស្សនៈព្រះពុទ្ធសាសនាបងហើយបើនិយាយនៅក្នុងលក្ខណៈបច្ចេកទេសវិញគឺខុសទៅនឹងយុទ្ធសាស្ត្រឬយុទ្ធវិធីនៃការកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍យើងអាចដឹងហើយថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីបញ្ហាអីអញ្ចឹងអំបញ្ញមិញគឺយើងបានលើកហើយពីថាទី1អាចមកពីបញ្ហាការប្រើប្រាស់គ្រឿងស្រវឹងគ្រឿងញៀនហ្នឹងហួសកម្រិតក៏ប៉ុន្តែនៅមានបញ្ហាផ្សេងៗទៀតដូចជាបញ្ហាអ្នកបើកបរហ្នឹងគាត់មិនមានការយល់ដឹងពីច្បាប់ចរាចរណ៍ហ្នឹងពិតប្រាកដហើយស្ថាប័នដែលបង្រៀនបើកបរហ្នឹងក៏មានភាពពុករលួយដូចថាអ្នកដែលមិនធ្លាប់ទៅចូលសាលាបើកបរសោះគ្រាន់តែយកលុយទៅទិញហ្នឹងចាប់ប្រគល់សញ្ញាបត្របើកបរឲ្យអាហ្នឹងគឺជាវិបត្តិមួយគឺជាវិបត្តិមួយហើយមួយផ្សេងទៀតគឺអ្នកបើកបរហ្នឹងគាត់មិនបានចូលសាលាបើកបរទេគឺគាត់បើកបរហ្នឹងតាមរយៈឪពុកឬមួយក៏បងប្អូនញាតិមិត្តអីបង្រៀនអញ្ចឹងទៅអញ្ចឹងញាតិមិត្តដែលបង្រៀនតគ្នាហ្នឹងវាមិនមានជំនាញពិតប្រាកដនៅក្នុងការបើកបរអញ្ចឹងទៅក៏ជាផ្នែកមួយនៃការគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជាយើងដែរតែរដ្ឋាភិបាលគាត់អត់បានធ្វើការឬថាចាត់វិធានការផ្សព្វផ្សាយអំពីប្រភពនៃការគ្រោះថ្នាក់ចរាចរណ៍ហ្នឹងទេបែរទៅជាបន់ស្រន់សូត្រមន្តរំដោះគ្រោះអីណាទុយស្រឡះទៅនឹងពីបញ្ហាយុទ្ធវិធីឬមួយវិធីសាស្ត្រឬក៏តាមលក្ខណៈបច្ចេកទេសឯងជាដើមហ្នឹងបងណាពីខ្មែរតែនិយាយថាភាពរាំងស្ងួតគូនឹងគ្រោះទុរភិក្សភាពអត់ឃ្លានវិនិស្សកម្មផ្សេងអញ្ចឹងមកដល់សម័យបច្ចុប្បន្ននេះយើងឃើញថាអំពើអបាយមុខផ្សេងអីហ្នឹងយើងឃើញកើតឡើងពីពេញប្រទេសកម្ពុជាអីចុះតើអាចជាគូថាភាពពលាភាពមិនទទួលខុសត្រូវឪពុករំលោភកូនឯងបងរំលោភប្អូនអីហ្នឹងហើយបញ្ហាអសិលធម៌ផ្សេងដែលកើតឡើងនៅក្នុងសង្គមខ្មែរបច្ចុប្បន្នណាអាចមកពីការមិនទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំឬក៏បើតាមផ្លូវពុទ្ធសាសនាគេអាចមើលឃើញរបៀបយ៉ាងម៉េចដែរឬគុណតាមលក្ខណៈបច្ចេកទេសថ្នាក់ដឹកនាំគឺបានន័យថាគឺជាអ្នកគ្រប់គ្រងនៅជាតិទាំងមូលអញ្ចឹងបញ្ហាកង្វះខាតរបស់សិលធម៌ឬថាកង្វះខាតសិលធម៌នៃប្រជាជាតិខ្មែរយើងហ្នឹងគឺជាបញ្ហាចម្បងមួយដែលរដ្ឋាភិបាលឬថាអ្នកដឹកនាំជាតិហ្នឹងគួរតែយកចិត្តទុកដាក់ត្រូវតែយកចិត្តទុកដាក់ជាទីបំផុតព្រោះបញ្ហាអប់រំគឺជាបញ្ហាឆ្នូលប្រព័ន្ធផ្សព្វផ្សាយផ្សេងគឺជាបញ្ហាចម្បងអញ្ចឹងស្ថាប័នអប់រំប្រព័ន្ធផ្សព្វផ្សាយហើយនឹងមនុស្សដែលមានសមត្ថភាពនិងគុណធម៌ជាអ្នកដើរតួនាទីក្នុងការផ្សព្វផ្សាយពីបញ្ហាសិលធម៌ឬការអប់រំតាមច្បាប់របស់សាសនាក្តីតាមច្បាប់របស់ជាតិក្តីហ្នឹងគឺធ្វើឲ្យវាមានលក្ខណៈទូលំទូលាយបើកាលណាយើងខ្វះការអប់រំការផ្សព្វផ្សាយក៏មិនបានយកចិត្តទុកដាក់ពីរឿងបញ្ហាសិលធម៌របស់មនុស្សទេវាអាចធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិដោយដែលបងសវណ្ណរិទ្ធីបានលើកឡើងអំបញ្ញមិញអញ្ចឹងមានឪពុករំលោភកូនរបស់ខ្លួនបងប្រុសរំលោភប្អូនស្រីរបស់ខ្លួនកូនបង្កើតសម្រាប់ឪពុកកូនបង្កើតសម្រាប់ម្ដាយឪពុកបង្កើតសម្រាប់កូនអាហ្នឹងគឺជាអំពើដ៏ឃោរឃៅដែលប្រសិទ្ធៈទៅនឹងច្បាប់របស់សាសនាហើយផ្ទុយស្រឡះជាមួយនឹងច្បាប់របស់សង្គមជាតិយើងហើយបើយើងនិយាយអំពីច្បាប់សង្គមជាតិរបស់យើងវិញទាំងអស់ហ្នឹងមិនមែនថាយើងមិនមានទេយើងមានច្បាប់ទាំងអស់ហ្នឹងក៏ប៉ុន្តែមូលហេតុអីបានថាប្រជាពលរដ្ឋខ្មែរយើងនៅតែមានការប្រព្រឹត្តបទល្មើសយ៉ាងដូចនេះអញ្ចឹងដោយស្មាបានជម្រាបអំបញ្ញមិញអញ្ចឹងបញ្ហាការផ្សព្វផ្សាយឬបញ្ហាការអប់រំអំពីសិលធម៌អំពីបញ្ហាដំណើរជីវិតការទទួលខុសត្រូវហ្នឹងគឺជារឿងសំខាន់ណាស់ហើយរឿងបញ្ហាមួយទៀតប្រសង់គឺមានតួនាទីសំខាន់ក៏ប៉ុន្តែគាត់ថាអាត្មាសង្កេតឃើញប្រសង់ភាគច្រើនគឺលោកទេសនាមកគឺលោកមិនបានដាក់ឲ្យចំចំណុចដាក់ឲ្យចំបញ្ហាទេគឺបានន័យថាប្រៀបធៀបថាបើសិនជាជំងឺវិញគឺបានន័យថាដាក់ថ្នាំខុសជំងឺណាអាហ្នឹងគឺជាបញ្ហាមួយដែលស្ថាប័នពុទ្ធសាសនាគួរតែយកចិត្តទុកដាក់ផងដែរយើងមិនមែនទេសនាអប់រំតែពីបញ្ហាការបរិច្ចាគការឲ្យទានហើយសរសើរធ្វើចេះល្អអាហ្នឹងវាបានន័យថាយើងអត់បានយកលើកបញ្ហាចំយកមកបង្ហាញដល់ពេលដែលយើងលើកបញ្ហាគិតតែពីការសរសើរញាតិញោមល្អអញ្ចេះញាតិញោមល្អអញ្ចោះធ្វើបន់ទៅកើតឋានសួគ៌ធ្វើបន់ទៅបានរូបសម្បត្តិល្អគិតតែសរសើរឲ្យអត់លើកពីបញ្ហាអញ្ចឹងធ្វើឲ្យពុទ្ធបរិស័ទហ្នឹងគាត់ចាប់អត់បានទេគាត់ដល់ពេលដែលគាត់ធ្វើបន់គាត់សម្លឹងតែបញ្ហាដែលគាត់ទៅកើតឋានសួគ៌ឯណានោះប៉ុន្តែគាត់អត់បានគិតធ្វើល្អតាមពិត
យើងឈានទៅដល់ការដែលបានទៅកើតនៅក្នុងឋានសួគ៌នោះគឺបណ្ដាលមកពីបញ្ហាមនុស្សនោះធ្វើល្អបើកាលណាមនុស្សធ្វើល្អទើបឋានសួគ៌នឹងបើកផ្លូវឲ្យតែបើមនុស្សមិនធ្វើល្អផងហើយមានឋានសួគ៌ឯណាដែលបើកឲ្យយើងបានអាហ្នឹងវាជារឿងមួយដែលយើងជាពិសេសគឺស្ថាប័នពុទ្ធសាសនាហ្នឹងគួរតែយកចិត្តទុកដាក់មែនទែនបងអញ្ចឹងមិញអាត្មានិយាយអំពីបញ្ហាអប្រសងអញ្ចឹងឥឡូវមកនិយាយអំពីបញ្ហាស្ថាប័នជាតិគឺបានន័យថាអ្នកដឹកនាំឬប្រមុខរដ្ឋាភិបាលឬថារដ្ឋាភិបាលទាំងមូលហ្នឹងគឺគួរតែយកចិត្តទុកដាក់ពីបញ្ហាសិលធម៌របស់មនុស្សផងដែរព្រោះថារដ្ឋាភិបាលគឺជាប្រមុខនៃការដឹកនាំវិស័យផ្សេងៗគ្រប់យ៉ាងឧទាហរណ៍បើសិនជាស្ថាប័នពុទ្ធចក្រលោកជ្រុំជ្រែងលោកយកចិត្តទុកដាក់ពីបញ្ហាសិលធម៌របស់សង្គមនឹងយ៉ាងខ្ជាប់ខ្ជួនយ៉ាងយកចិត្តទុកដាក់ហើយតែរដ្ឋាភិបាលមិនមានការជ្រុំជ្រែងចំពោះសកម្មភាពរបស់ព្រះសង្ឃទេក៏វាមិនអាចទៅរួចដែរអញ្ចឹងទាំងពុទ្ធចក្រទាំងអាណាចក្រគឺប្រៀបបានដូចជាស្លាបទាំងគូរបស់បក្សីយ៉ាងដូចនោះដែរបើស្លាបណាមួយដែលវាបាក់ហើយគឺបក្សីនឹងមិនអាចហើរបានទេយ៉ាងណាមិញស្ថាប័នពុទ្ធចក្រនិងអាណាចក្រហ្នឹងគឺត្រូវតែផ្សារភ្ជាប់គ្នាផងខាងពុទ្ធចក្រមានច្បាប់របស់សាសនាជាគោលនៅក្នុងការបង្រៀនតែខាងស្ថាប័នរដ្ឋគឺមានច្បាប់គឺជាបន្ទាត់នៅក្នុងការបង្ហាញដល់ប្រជាជាតិខ្មែរយើងបងកណាសូមអរគុណកណាជាសំណួរចុងក្រោយនេះបើតាមលោកគុណតើលោកគុណមានអ្វីដើម្បីជាអនុសាសន៍ក្នុងការធ្វើឲ្យប្រសើរឡើងវិញនៅអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរក៏ដូចជាការធ្វើអំពើល្អដើម្បីឲ្យសង្គមនឹងមានស្ថិរភាពក៏ដូចជាមានការអភិវឌ្ឍជាតិទៅមុខនោះសូមនិមន្តរឿងបញ្ហាវិធីសាស្ត្រដោះស្រាយបញ្ហាឬថាការធ្វើឲ្យប្រសើរឡើងវិញនៅបញ្ហាទាំងឡាយដែលបានកើតនៅក្នុងសង្គមជាតិខ្មែរយើងឬថាក្នុងចិត្តគំនិតរបស់ប្រជាជាតិខ្មែរយើងហ្នឹងតាមការសិក្សាបែបថាចិត្តវិទ្យាឬចិត្តវិទ្យាពុទ្ធសាសនាហ្នឹងគឺលោកឡើងពីបញ្ហាការបង្កើតនៅសេចក្តីស្រឡាញ់ម្យ៉ាងទៀតថាធម៌មេត្តាហ្នឹងគឺបានន័យថាការស្រឡាញ់ហើយមួយទៀតគឺថាធម៌ករុណាធម៌មេត្តាករុណានេះគឺជាចំណុចឆ្នូលដែលអាចដោះស្រាយបញ្ហាភាពក្រេវក្រោធរបស់យើងបានបងបើកាលណាយើងមានធម៌មេត្តាគឺកំហឹងរបស់យើងវានឹងចុះថយក៏ប៉ុន្តែបើសិនជាយើងគ្មានសេចក្តីមេត្តានេះទេកំហឹងរបស់យើងវាចេះតែនោមមានអញ្ចឹងហើយបញ្ហាទាំងអស់នេះដែលអាចធ្វើបានគឺតាមរយៈការដែលយើងខំប្រឹងធ្វើការសិក្សាអប់រំចិត្តរបស់ខ្លួនយើងដោយដែលអាត្មាបានជម្រាបពីកណ្ដាលមកហើយថាការដែលយើងសិក្សាស្វែងយល់ស្គាល់ខ្លួនឯងគឺជាប្រភពនៃការស្គាល់របស់អ្នកដទៃបើកាលណាយើងមិនស្គាល់ពីខ្លួនឯងទេក៏យើងមិនអាចស្គាល់ពីអ្នកដទៃបានដែរដូចថាអាត្មាលើកពីកណ្ដាលមកនិយាយអំពីបញ្ហាលោភៈទោសៈមោហៈហ្នឹងគឺជាសម្បត្តិធម្មជាតិរបស់មនុស្សយើងគ្រប់គ្នាដែលមាននៅក្នុងសន្តានចិត្តរបស់មនុស្សគ្រប់គ្នាអញ្ចឹងយើងជាប្រជាជាតិខ្មែរហ្នឹងបើសិនជាយើងស្រឡាញ់នៅការរស់នៅរួមគ្នាយើងគួរតែធ្វើការសិក្សាស្វែងយល់អំពីតម្រូវការរបស់ខ្លួនយើងហើយសិក្សាអំពីតម្រូវការរបស់អ្នកដទៃបើកាលណាយើងមានការយល់គ្នាទាំងពីរហ្នឹងហើយវាអាចកាត់បន្ថយបញ្ហាសង្គមបានយ៉ាងពិតប្រាកដបងហើយរឿងមួយទៀតដែលស្មាចង់ជម្រាបជូនការស្រឡាញ់ខ្លួនឯងការស្រឡាញ់អ្នកដទៃការស្រឡាញ់សង្គមជាតិគឺជាប្រភពមួយដែលធ្វើឲ្យយើងអាចកាត់បន្ថយបញ្ហាបានព្រោះថាបើកាលណាយើងបង្កើតនៅការស្រឡាញ់ចំពោះខ្លួនឯងអ្នកដទៃសង្គមជាតិហើយយើងមានការលះបង់ហើយបើកាលណាការស្រឡាញ់នោះគ្មានការលះបង់ទេនឹងបានន័យថាមិនមែនជាការស្រឡាញ់ដែរហើយការលះបង់គឺលះបង់យ៉ាងម៉េចយើងអត់មានលះបង់អីច្រើនទេគ្រាន់តែថាគ្រឿងស្រវឹងជាប្រភពមួយនៃបញ្ហានៅក្នុងសង្គមជាតិយើងអញ្ចឹងយើងគួរតែបន្ថយយើងគួរតែបញ្ឈប់ការប្រើប្រាស់គ្រឿងញៀនហួសកម្រិតបញ្ហាដែលយើងឃើញថាពុករលួយគឺជារឿងដ៏ធំឬថាជាមហារីកនៅក្នុងសង្គមអញ្ចឹងយើងគួរតែកាត់បន្ថយអំពើពុករលួយការជិះជាន់ហ្នឹងទៅអាហ្នឹងវាជាដំណោះស្រាយមួយហើយអាហ្នឹងដែលយើងមានដំណោះស្រាយគឺកើតឡើងតាមរយៈការដែលយើងមានសេចក្តីស្រឡាញ់ហ្នឹងឯងហើយវិធីសាស្ត្រមួយទៀតនៅក្នុងដំណើរពុទ្ធសាសនាយើងដែលយើងជាអ្នកពុទ្ធសាសនិកជនរហូតដល់ 95% ហ្នឹងគឺយើងភ្លេចគ្រប់គ្នាដោយសច្ចភាពនៅខាងប្រចាំប្រទេសគឺថាលោកខាងលិចហ្នឹងគេមើលឃើញតម្លៃនៅក្នុងពុទ្ធសាសនាមួយគឺការចម្រើនសមាធិឬថាការធ្វើសមាធិនេះគឺជាវិធីសាស្ត្រមួយដ៏សំខាន់ហើយល្អហើយមានលក្ខណៈសន្តិភាពជាទីបំផុតដែលយើងអាចកាត់បន្ថយភាពចង់បានឬថាភាពលោភលន់ឬមួយកំហឹងនិងតម្រូវការហួសកម្រិតរបស់យើងនឹងបានដោយងាយស្រួលសមាធិគឺបានន័យថាការតម្កល់ចិត្តឲ្យរឹងមាំហើយធ្វើចិត្តហ្នឹងឲ្យបានស្ងប់ស្ងាត់ហើយបើកាលណាយើងចម្រើនវិបស្សនាកម្មដ្ឋានទៀតគឺបង្កើននៅសេចក្តីស្រឡាញ់បង្កើននៅមេត្តាករុណាចំពោះគ្នាទៅវិញទៅមកហ្នឹងគឺជាចំណុចសំខាន់មួយដែលមាននៅក្នុងពុទ្ធសាសនាយើងហើយយើងទាំងអស់គ្នាគួរតែប្រតិបត្តិគួរតែធ្វើបាទអ
អស់លោកអ្នកស្ដាប់ជាទីមេត្រីអំបញ្ញមិញនេះលោកអ្នកទើបតែបានស្ដាប់កិច្ចពិភាក្សាជាមួយព្រះភិក្ខុខុសថគុន្ធីជុំវិញបញ្ហាសង្គមកម្ពុជាបច្ចុប្បន្នឥឡូវនេះដោយសារពេលវេលាដល់ហើយគណៈសូមថ្វាយបង្គំលាព្រះជគុណសង្ឃឹមថានឹងបានជួបព្រះជគុណនៅថ្ងៃក្រោយទៀតនៅក្នុងប្រធានបទក្រោយទៀតគណៈសូមថ្វាយបង្គំព្រះជគុណបាទសូមចម្រើនពរញោមសវណ្ណរទីហើយក៏សូមជូនពរដល់ញាតិញោមពុទ្ធបរិស័ទខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលបានតាមដានស្ដាប់នៅវិទ្យុខ្មែរប៉ុស្តិ៍ផងហើយជាពិសេសគឺបទសម្ភាសន៍ជាមួយអាត្មាខុសកុនធីជាមួយនឹងញោមសវណ្ណរទីសូមអរគុណ